អ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោកស៊ុនមេសាបានអំពាវនាវដល់បងប្អូនកម្មករនិយោជិតចំនួន100នាក់នៅរោងចក្រ ML បស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតអូនាងភូមិសូរិយាសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមកបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងខណៈដែលបងប្អូនកម្មករនិយោជិតចំនួន580នាក់បានមកបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងរួចរាល់ហើយនៅថ្ងៃទី28ខែឧសភាឆ្នាំ2026នេះលោកបានបញ្ជាក់ថាខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតប្រមាណជាង100នាក់ដែលមិនទាន់បានមកបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងឲ្យមកបើកប្រាក់ឈ្នួលនៅក្នុងរោងចក្រផ្ទាល់ខ្ញុំក៏ចង់បញ្ជាក់ដែរថាបងប្អូនកម្មករនិយោជិតពិតជាសប្បាយរីករាយនិងពេញចិត្តចំពោះការសម្របសម្រួលនិងការដោះស្រាយរបស់ក្រុមការងារមន្ត្រីជំនាញនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈចំពោះកង្វល់របស់ពួកគាត់បន្ថែមពីនេះក្នុងនាមក្រសួងការងារលោកស៊ុនមេសាក៏សូមចូលរួមអបអរសាទរដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ ML ដែលទទួលបានប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងនៅថ្ងៃទី28ខែឧសភាឆ្នាំ2026នេះដែលជាការបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងលើកទី2ខណៈដែលបងប្អូនបានបើកលើកទី1ម្ដងហើយកាលពីថ្ងៃទី28ខែមេសាឆ្នាំ2026ទន្ទឹមនឹងនេះលោកក៏បានអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមានបំណងចង់ស្វែងរកការងារធ្វើសូមមកទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារខេត្តបន្ទាយមានជ័យឬទំនាក់ទំនងតាមរយៈប្រព័ន្ធ Hotline 1297ដែលកំពុងរង់ចាំទទួល7ថ្ងៃក្នុងមួយសប្តាហ៍